bạn ngày nay cho nó một chạy một lại vì ca vôច្រឡំមួយរបស់ពុកម៉ែបងប្អូនគឺតាក់ទងទៅនឹងការយកច្រឡំដែលថាការញ៉ាំសាច់ធ្វើឲ្យរបួសคลายចំពោះការយល់ឃើញហ្នឹងបើយើងនិយាយទៅវាមិនសូវជាត្រូវដោយសារអីដោយសារតែដំបូងយើងត្រូវយល់អាតាក់ទងคลายហ្នឹងសិនคลายហ្នឹងបើយើងនិយាយចំទៅវាជាការឆ្លងមេរោគហើយអង់គ្លេសហៅថា infection អញ្ចឹងអាពពួក infection ការឆ្លងមេរោគហ្នឹងគឺវាមានកត្តាដែលបង្កឲ្យឆ្លងមេរោគដូចជានៅពេលដែលយើងរបួសហ្នឹងយើងអត់បានសម្អាតសម្របួសហ្នឹងឲ្យបានត្រឹមត្រូវឲ្យបានស្អាតរុំរបួសរុំឲ្យបានត្រឹមត្រូវហើយការថែទាំរបួសហ្នឹងអត់បានត្រឹមត្រូវឲ្យបានល្អអញ្ចឹងហើយវាអាចមកពីកត្តារាងកាយរបស់គាត់ផ្ទាល់ប្រព័ន្ធការពារចុះខ្សោយអីចឹងហើយអាតើតប្រព័ន្ធការពារចុះខ្សោយនេះវាអាចមកពីគាត់មានជំងឺប្រចាំកាយជាដើមដូចជាជំងឺទឹកនោមផ្អែមឬមួយក៏អាចមកពីគាត់ខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់អញ្ចឹងធ្វើឲ្យរាងកាយគាត់ចុះខ្សោយអញ្ចឹងដែលអាកត្តាទាំងអស់ហ្នឹងវាជំរុញឲ្យមានការឆ្លងមេរោគ infection ហ្នឹងហើយបើយើងនិយាយអំពីតកតងមួយសាច់វិញសាច់គឺវាផ្ទុកទៅដោយសារធាតុគេហៅថា protein វាសម្បូរដោយ protein ច្រើនតែហើយនឹងពួកសង្កសីហើយនឹងដែកអញ្ចឹងអាសារធាតុទាំងអស់ហ្នឹងវាសំខាន់ខ្លាំងណាស់សម្រាប់ការផលិតកោសិកាថ្មីកោសិកាដើម្បីទៅជួសជុលកោសិកាដែលយើងបាត់បង់ដែលខូចខាតនៅអាកន្លែងនៅរបួសអញ្ចឹងដូចជាពួក protein ហ្នឹងវាទៅផលិតកោសិកាថ្មីហ្នឹងហើយជាវត្ថុធាតុដើមដើម្បីផលិតកោសិកាហើយពួកដែកហ្នឹងវាចូលរួមក្នុងចលនាការបង្កើតកោសិកាថ្មីហ្នឹងដែរការចែកកោសិកាចែកហ្នឹងហើយតកតងជាមួយទៅនឹងសង្កសីទាំងអីហ្នឹងវាចូលរួមទៅនឹងអាការប្រព័ន្ធស្វ័នប្រព័ន្ធការពាររាងកាយហ្នឹងដើម្បីប្រឆាំងទៅនឹងមេរោគហ្នឹងអញ្ចឹងបើយើងនិយាយចំទៅអាសាច់ហ្នឹងវាល្អសម្រាប់ទៅនឹងអ្នកជំងឺដែលគាត់មានរបួសក្នុងការជំរុញការព្យាបាលរបួសគាត់ហ្នឹងឲ្យបានល្អឲ្យបានឆាប់ឈាមស្អាតស្បើយវិញ